ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ប្រកាសដាក់ឲ្យដំណើរការគម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជានិងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នាថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអល់បានថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជាដែលបានបដិញ្ញាចិត្តខ្ពស់ចំពោះបទប្បញ្ញទៅលើវិស័យរបស់ខ្លួននិងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដែលបង្ហាញអំពីវីរភាពនៅក្នុងការបំពេញការងារជាច្រើននារយៈពេលជាង2ឆ្នាំនៅក្នុងអាណត្តិទី7នេះដើម្បីរួមចំណែកជំរុញឲ្យជាតិសាសន៍ខ្មែរមានជីវិតកាន់តែល្អប្រសើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថាបច្ចុប្បន្នក្រសួងកំពុងតែបណ្ដុះផ្នត់គំនិតដល់ប្រជាពលរដ្ឋគ្រប់រូបនិងគ្រប់កោសិកានៃសង្គមជាតិឲ្យទទួលបាននូវផ្នត់គំនិតនៃការរស់នៅបែបថ្មីតាមរយៈស្ថាបត្យកម្មជាមួយនេះដើម្បីកសាងការឯកភាពជាតិលើកិច្ចការស្ថាបត្យកម្មឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថាមានចម្រៀងមួយចំនួនដូចជា1ពងសាវតាខ្មែរដែលបានបង្ហាញយ៉ាងច្បាស់នៅអ្វីដែលយើងធ្លាប់មានអ្វីដែលយើងធ្លាប់បានបាត់បង់និងអ្វីដែលយើងចង់បានត្រឡប់មកវិញ2អោភ្នំពេញអើយបានបង្ហាញឲ្យឃើញអំពីផេះផង់កំណត់ឆ្អឹងធ្លុកឈាមនៃសង្គ្រាមក្នុងរបបប្រល័យពូជសាសន៍និងការសម្លាប់មនោសញ្ចេតនារបស់មនុស្សនិង3ភ្នំដងរែកដែលទាំងនេះសុទ្ធសឹងជាបទចម្រៀងមានអត្ថន័យជ្រាលជ្រៅជួយបណ្ដុះផ្នត់គំនិតអប់រំដ៏ល្អសម្រាប់ស្ថាបត្យករឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់ទុកអគារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងអគារក្រសួងស្ថាប័នរដ្ឋមួយចំនួនទៀតដែលកសាងឡើងនាពេលបច្ចុប្បន្ននេះគឺជានិមិត្តរូបនៃការរស់រានមានជីវិតឡើងវិញនៃស្ថាបត្យកម្មខ្មែរនាសហសម័យជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីសៃសំអល់បានបញ្ជាក់ថាដើម្បីកសាងស្ថាបត្យកម្មខ្មែរនាសហសម័យគឺទី1យើងត្រូវចាប់ផ្ដើមលុបបំបាត់សំណង់មិនរៀបរយបន្តិចម្ដងដោយក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានដោះស្រាយបញ្ហាសំណង់មិនរៀបរយនេះជូនប្រជាពលរដ្ឋចំនួន50,000គ្រួសារដែលប្រៀបបានជាការជួយទាញប្រជាពលរដ្ឋទាំង50,000គ្រួសារឲ្យចាកចេញពីភាពក្រីក្រដូចនេះដែរនិងទី2បញ្ជៀសបញ្ហាកកស្ទះចរាចរណ៍និងបញ្ហាលិចទឹកតាមដងផ្លូវដោយកសាងចំណតយានយន្តនិងសួនច្បារទីធ្លាលំហសាធារណៈតាមសាលារៀនឬក៏ពង្រីកផ្លូវធ្វើដំណើរបន្ថែមពីលើនេះឯកឧត្តមសៃសំអល់បានសង្កត់ធ្ងន់ថាអនាគតរបស់ប្រទេសកម្ពុជាគឺអាស្រ័យទៅលើការចូលរួមរបស់យើងទាំងអស់គ្នានៅក្នុងស្មារតីស្នេហាជាតិដូច្នេះដើម្បីប្រែក្លាយប្រទេសជាតិឲ្យកាន់តែល្អជាងមុនតាមរយៈស្ថាបត្យកម្មគឺត្រូវរៀបចំការលម្អបន្ទប់គេងឲ្យបានស្អាតបន្ទប់ទទួលភ្ញៀវស្អាតបន្ទប់ទឹកស្អាតនិងចង្ក្រានបាយស្អាតដល់ឡែកទៅលើកិច្ចការរៀបចំដែនដីនគររូបនីយកម្មនិងសំណង់យើងត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យកម្ពុជាដែលជាប្រទេសតូចក្លាយទៅជាភូមិឋានខ្សែមខ្សានសម្រាប់ប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានរស់នៅសមរម្យមានជីវភាពល្អប្រសើរមានការងារធ្វើមានប្រាក់ចំណូលមានប្រាក់សន្សំមានអាហារហូបចុកគ្រប់គ្រាន់មានជីវិតលំហែនិងធ្វើឲ្យកម្ពុជាក្លាយទៅជាទីដែលមនុស្សគ្រប់រូបមានក្តីប្រាថ្នាចង់មករស់នៅទីនេះ